ban mai trong mà rút nó nục mày. Pro slang khmai. Slang khmai. Slang chui nó. Yu bong. Chit tap chnam ai. Ta nhom ban mau ta bong. Mau ta bong chnam bi pon tap 6 tap 6 បាទ9ឆ្នាំបាទចំណុចពិសេសអ្វីខ្លះបានធ្វើឲ្យម៉ៃស្រឡាញ់ខ្មែរអូអាហ្នឹងមកពីមនុស្សរស់រាងជាងនៅយុរ៉ុបនៅអាល្លឺម៉ង់បាទចូលចិត្តបៃណៃខ្មែរបៃណៃខ្មែរចូលចិត្តប្រពៃណីខ្មែរបាទម្ហូបខ្មែរអាចញ៉ាំបានទាំងអស់ណាបាទទាំងអស់ហើយនឹងចិត្តទាំងអស់ធម្មជាតិខ្មែរក៏ស្អាតមានទាំងភ្នំទាំងឆ្ងាយមានអីទេបងអ្នកខ្លះក៏ចេះសួរដែរតែស្រឡាញ់គ្នាឈ្លោះគ្នាអត់ដូចតែគ្នាទេចានក្នុងរាវមែនទេបងប៉ុន្តែអីដែលសំខាន់ណាមុនភាគច្រើនខ្ញុំហ្នឹងហើយចុះម៉ៃដែរខឹងអូនអត់ងាយទេកម្រសឹងថាស្គាល់គ្នា8ឆ្នាំអត់ដែរឮបងម៉ៃមាត់ធ្ងន់ម្ដងឯងបាទនៅពេលដែលមុននៃការខឹងតើម៉ៃមានវិធីសាស្ត្រអ្វីក្នុងការលូនគាត់អីគេហ្នឹងคลิกហើយមិត្តខ្មែរនេះអីគេអត់ទុកអាហ្នឹងកាពិតអាហ្នឹងធ្វើឲ្យគាត់សើចឲ្យគាត់សប្បាយវិញបាទអាហ្នឹងក្បាច់ចុងក្រោយទេធ្វើតែម្ដងពីរដងក្រោយពីហ្នឹងត្រូវយល់ពីបញ្ហាត្រូវសួរត្រូវសំទោត្រូវនិយាយគ្នាហើយកុំតមកចាំទេចំណុចអីដែរអូអត់ទៀងបងបើតនេច្រើនខឹងច្រើនដល់រវល់ផ្លេចខឹងប្រច័នគិតអត់ដោយសារគិតមានរូបរាងសង្ហាដែលហើយយើងក៏រូបរាងស្រស់ដែលប្រច័នមកម៉ៃអត់បាទជម្រាបសួរម៉ូនីកាហើយនឹងម៉ៃបាទថ្ងៃនេះជួបអាយដលដល់ផ្ទាល់តែម្ដងបាទជាលើកទីប៉ុន្មានដែលយើងមកលេងនៅប្រទេសកម្ពុជាហ្នឹងនៅមកម៉ៃមកច្រើនបងស្រាប់ដល់ណាដល់មួយឆ្នាំលេងរាប់បងលេងរាប់ចាហើយសូថាមកលោកនេះមានគុំដងអ្វីខ្លះដែរមកលើកនេះគោលបំណងលេងម៉ាក់ប៉ុន្តែគោលបំណងបន្ទាប់គឺចិត្តមនុស្សស្រុកខ្មែរឆាប់អូចិត្តមនុស្សស្រុកខ្មែរឆាប់មកទាំងពីរនៅតែម្ដងហ៎ពីរនាក់អូចុះកាលដែលនៅអាឡម៉ង់គាត់ធ្វើការដែលបានគាត់មកនៅខ្មែរជាមួយឯងមិនចោលការងារនោះអត់អីទេអាចទៅមកនេះបានតែការងារគាត់ចាមុនហើយបានយើងសម្រាប់ចិត្តមករស់នៅខ្មែរមកស្រឡាញ់បងហើយខ្ញុំតាំងពីដើមឡើយតាំងពីមុនស្គាល់បងម៉ៃម៉េះគម្រោងគឺចង់ទៅរៀនទេតែរៀនចាប់មកវិញហើយគាត់នៅពេលដំបូងស្គាល់បងម៉ៃដំបូងមិនដឹងបងម៉ៃព្រមមកតាមយើងអត់ប៉ុន្តែខាងនេះចាំមកជាងខ្ញុំទៀតទាមកតែលឿនទេហើយបានម៉ៃចង់មករស់នៅខ្មែរព្រោះស្រឡាញ់ខ្មែរស្រឡាញ់ខ្មែរស្រឡាញ់យូរឯណោះយូរបងជិត10ឆ្នាំហើយតែខ្ញុំបានមកដំបូងឆ្នាំ2016តាប់9ឆ្នាំបាទចំណុចពិសេសអ្វីខ្លះបានធ្វើឲ្យម៉ៃស្រឡាញ់ខ្មែរអូអាហ្នឹងមកពីមនុស្សរស់រាងជាងនៅយុរ៉ុបនៅអាល្លឺម៉ង់បាទចូលចិត្តបៃណៃខ្មែរបៃណៃខ្មែរចូលចិត្តប្រពៃណីខ្មែរបាទម្ហូបខ្មែរអាចញ៉ាំបានទាំងអស់ណាបាទទាំងអស់ហើយនឹងចិត្តទាំងអស់ធម្មជាតិខ្មែរក៏ស្អាតមានទាំងភ្នំទាំងឆ្ងាយគម្រោងមកនៅខ្មែរតែខឹបឃើញអូនមានប្រេតមួយខ្លួនឯងដែរចាខ្ញុំមកនៅខ្មែរប្រហែលជាឆ្នាំក្រោយមកនៅហើយបងចាពួកខ្ញុំរៀនចប់ចុងឆ្នាំហ្នឹងហើយបងម៉ៃក៏រៀនចប់ហើយគាត់ចាប់ដើមធ្វើការហើយគាត់អាចមកបានដែរចប់ផ្នែកគេដែរអូនហ្នឹងខ្ញុំរៀនខាង business management business management គ្រប់គ្រងយ៉ាងអីបងគ្រប់គ្រងអាជីវកម្មហ្នឹងហើយ sorry បងចាយើងទៅរស់នៅអាល្លឺម៉ង់ជិតពេលប៉ុន្មានខ្ញុំទៅនៅ7ឆ្នាំ78ឆ្នាំហើយណា7ឆ្នាំ78ឆ្នាំបាសជាតិហ្នឹងបានហើយបានសម្រាប់ចិត្តមករស់នៅខ្មែរវិញណាចាបងបាទហើយចុះមានកម្រងថាយក baby ពេលណាដោយសារយើងការយូរឆ្នាំដែរហើយចានិយាយទៅមានកម្រងមានបងគាត់ថាយើងកន្លងមកនៅរៀននៅអីចឹងទៅវាអត់ទាន់សមបកបពេលវេលាប៉ុន្តែប្រហែលជាមិនយូរទៀតទេតែសូមលាក់សិនចាំ surprise បាទម៉ៃចង់បានឆាប់អត់ចង់បាន baby ឆាប់អត់ពេលណាក៏យកដែរហើយតែបានគឺយកហើយតែបានគឺយកចង់បាន baby ដំបូងហ្នឹងអត់ប្រុសឬក៏ស្រីដែរអីក៏បានកំណត់ណាបាទមានការព្រួយបារម្ភទេនៅពេលដែលយើងរៀបការយូរឆ្នាំហើយយើងអត់ទាន់យកហត់មកយកពេលនេះខ្លាចថាអត់មានឬក៏អីចឹងនិយាយទៅបារម្ភឯបងពេលដែលយើងអត់ទាន់ចង់មានយើងបារម្ភខ្លាចមានតែពេលយើងដល់វគ្គមានចង់មានប្រហែលជាភ័យដែរខ្លាចអត់មានចឹងប៉ុន្តែខ្ញុំជឿជាក់ថាមកអីទេបងសម័យឥឡូវបច្ចេកវិទ្យាឥឡូវគឺវាអាចទៅរួចហើយយើងជាអ្នកដែលហាត់ប្រាណស្រឡាញ់សុខភាពស្អីដែរយើងធ្វើទៅល្អយើងជួបរឿងល្អនៅបងចាសម្រាប់ប៉ាម៉ាក់ទាំងសងខាងមានរំអុកចង់បានចោលដោយសារយើងការយូរដែរហើយ
ម៉ាក់ខ្ញុំអត់សូវហ៊ានទេតែមួយរយៈចុងក្រោយនេះរៀងរំហុកដែរព្រោះឃើញកូនរៀងអាយុកើនទៅដែរអញ្ចឹងណា គាត់ព្រួយបារម្ភដែរណា ចាបើម៉ាក់ក្មេងវិញសម្រាប់ជាតិសាសន៍គេអាយុប៉ុណ្ណឹងអត់ទាន់ដល់វ័យទេបងអ្នកខ្លះគេប្រឹងសិនអីសិនទៅជនជាតិគេខ្លះ30អីបានគេយកពេលអញ្ចឹងទៅម៉ាក់ខ្ញុំអត់អីទេប៉ុន្តែបើបានជឿថាគាត់សប្បាយចិត្ត ចុះបងអូនយកកូនកន្លោះកាត់មកស្វាមីម្ដងនេះតើប៉ាម៉ាក់នៅនោះគិតមិនទៅ រៀងសែតដែរម៉ាក់ក្មេងតាហ៊ូសែតប៉ុន្តែគាត់ថាអញ្ចេះអត់អីទេចាំម៉ាក់ទៅលេងមួយឆ្នាំឲ្យបាន3ខែអញ្ចឹងអត់អីទេអញ្ចឹងដល់តែជុំគ្នាវិញហើយចា អូខេតើនៅពេលដែលត្រឡប់មកនេះវិញនៅតែបន្តផ្សាយវីដេអូតាក់ទងជាមួយម្ហូបខ្មែរទៀតទេព្រោះអីឃើញប៉ែនមិនមែនមានតែខ្មែរមានតែបរទេសដែរ ចានៅតែធ្វើបងព្រោះអីខ្ញុំជាមនុស្សដែលចូលចិត្តធ្វើម្ហូបតែឥឡូវមកលេងបងអត់មានពេលសោះក៏នៅតែឆ្លៀតធ្វើដែរព្រោះយើងមនុស្សរៀងញ៉ាំរើសនិយាយតាមត្រង់ទៅអញ្ចឹងចូលចិត្តធ្វើខ្លួនឯងធ្វើឲ្យម៉ាក់ឲ្យប៉ាអញ្ចឹងទៅមួយរយៈចុងក្រោយពេលមកលេងម្ដងតែតែសួរម៉ាក់ប៉ាថាអីគេដែលគាត់ខានភាសាយូរធ្វើជូនគាត់ភាសាអញ្ចឹងម្ហូបនឹងអត់ចោលទេស្រឡាញ់ណា បងធ្វើពេលនេះខ្មែរ ម៉ូនីកាដែលគិតថាខ្លួនឯងគឺជាចំណែកមួយ show ពីម្ហូបខ្មែរទៅកាន់ពិភពលោកព្រោះអីអូនក៏មាន fan បរទេសច្រើន ចានិយាយរួមទៅខ្ញុំអត់ហ៊ាននិយាយថាទៅកាន់អន្តរជាតិទេបងព្រោះវាធំខ្លាំងណាស់ពាក្យហ្នឹងណាប៉ុន្តែអីប៉ុន្តែបើអីដែលខ្ញុំអាចធ្វើបានមិត្តភ័ក្តិឲ្យតែស្គាល់មិនថាជនជាតិអីឲ្យតែជួបគ្នាខ្ញុំតែងតែអញ្ជើញគាត់មកផ្ទះខ្ញុំឲ្យធ្វើមកខ្មែរឲ្យញ៉ាំអីប៉ុន្តែបើថាចូលរួមចំណែកបានប៉ុណ្ណាសម្រាប់អន្តរជាតិពិភពលោកអាហ្នឹងខ្ញុំអត់ហ៊ាននិយាយទេ អីដែលធ្វើឲ្យម៉ូនីកាជឿជាក់ខ្លួនឯងហើយក្នុងការហ៊ានធ្វើម្ហូបព្រោះអីអ្នករៀនយើងបច្ចុប្បន្ននៅស្រុកយើងហ្មងទឹកឡាក់រៀនទាំងម្ហូបឲ្យខ្លួនឯងហូបនឹងចង់ខ្លាចចាបងកាប់ទៅខ្ញុំម៉ាក់ខ្ញុំអ្នកធ្វើការអញ្ចឹងក៏អត់សូវនៅផ្ទះទេព្រលឹមចេញប្រឡប់ចូលអញ្ចឹងខ្ញុំចេញពីរៀនទៅធ្វើម្ហូបញ៉ាំខ្លួនឯងហើយធ្វើម្ហូបឲ្យប៉ាញ៉ាំភាសាដែរអញ្ចឹងណាបងហើយដល់ពេលទៅនៅអាល្លឺម៉ង់អត់ចេះម្ហូបគេសោះបងអើយដលងនំប៉័ងអត់ចេះសោះហ្មងណា អូយដាក់ទៅតត្រឹមនេះមិនមែនថានេះទេប៉ុន្តែអត់ចេះដល់ពេលអញ្ចឹងទៅយើងត្រូវតែកែច្នៃហ្មងហើយមិនមែនប្រកាសថាគ្រប់ម្ហូបយើងចេះធ្វើស្រាប់ទេបងយើងរៀនដូចគ្នារៀនពីម្ដងទៅម្ដងអញ្ចឹងទៅបាត់យើងចេះចា ចុះសម្រាប់ប៉ាម៉ាក់ក្មេងយ៉ាងម៉េចដែរចំពោះអូនពេលដែលទៅក្នុងអាល្លឺម៉ង់គាត់ឆ្លាញ់ចូលចិត្តទៀតដែរ ស្រឡាញ់ចូលចិត្តឲ្យគាត់ តែស្ដីបន្ទោអីដែរទេ អត់ស្ងាយទេបងនិយាយទៅនិយាយថាគាត់បើយើងធ្វើអីខុសគាត់ប្រាប់អញ្ចឹងណាប៉ុន្តែបើស្ដីបន្ទោអត់ដែរទេ បាទតែសំពោះស្នាដៃម្ហូបយើងនៅពេលយើងធ្វើគាត់ ម៉ាក់ក្មេងខ្ញុំចូលចិត្តម្ហូបខ្មែរបើបងថ្លៃខ្ញុំវិញអីក៏ញ៉ាំដែរអីក៏ចេះដែរគ្រាន់តែម៉ាក់ក្មេងខ្ញុំគាត់វាថាអត់សូវប្រកែកដូចបងម៉ៃទេព្រោះម្ហូបខ្លះយើងធ្វើឲ្យគាត់ម្ដងមិនដូចបងម៉ៃយើងធ្វើឲ្យរាល់ថ្ងៃអញ្ចឹងណាប៉ុន្តែគាត់ចូលចិត្តម្ហូបខ្មែរដូចគ្នា បាទម៉ៃឥឡូវក៏មានគេហៅថាមាន channel ខ្លួនឯងដែរឡើយ ម៉ៃឡើយមាន channel ខ្លួនឯង ច្រើនណាស់ នេះបើចំជា fan មែន បំរុងធ្វើ content អីខ្លះដែរ បាទបងឥឡូវបង្កើត page ខ្លួនឯងដែរព្រោះមានអារម្មណ៍ថាក្នុង page ធំយើងធ្វើតែ content ដដែល content ធ្វើម្ហូបហើយពេលខ្លះមានអាវីដេអូខ្លីៗដែលសល់ហើយយកអាវីដេអូហ្នឹង behind the scene ផុសលេង ហើយបងប្អូនចិត្តមើលដែរ ចាចូលចិត្តអមអី ចាហ្នឹងហើយដោយសារអញ្ចឹងមួយរយៈចុងក្រោយ page ធំហ្នឹងខ្ញុំមានការងារច្រើនកាន់កាប់តែពេលអញ្ចឹងទៅយើងផ្ដោតលើ vlog វែងច្រើនដល់ពេលបងម៉ៃក៏ធ្វើឲ្យកំ pl ែងតិចតួចបែបគាត់ហ្នឹងក៏ផុសក្នុង page គាត់ទៅចា ខ្ញុំទុកឡើងចាអរគុណមានអីចង់និយាយខ្ញុំឃើញដោយសារពីរអ្នកគាត់គឺដេកគូក្មេងៗហើយគាត់ខាងចាប់ដៃគ្នារហូតដល់មានផ្នែកមានផ្កាយកក៏ចង់ឲ្យជាការចា experience បន្តិចដែរសម្រាប់ឲ្យ fan ជាពិសេសអ្នកដែលត្រៀមទៅហ៊ុននៅខាងបើនិយាយពីបទពិសោធន៍ស្នេហាវិញអត់មានអីទេបងអ្នកខ្លះក៏ចេះសួរដែរថាស្រឡាញ់គ្នាឈ្លោះគ្នាអត់ដូចតែគ្នាទេចានក្នុងរាវមែនទេបងប៉ុន្តែអីដែលសំខាន់ណាមុនភាគច្រើន ខ្ញុំហ្នឹងហើយ ចុះម៉ៃដែរខឹងអូនអត់ អត់ងាយទេកម្រសឹងថាស្គាល់គ្នា8ឆ្នាំអត់ដែរឮបងម៉ៃមាត់ធ្ងន់ម្ដងឯង បាទនៅពេលដែលមូនីកាខឹងតើម៉ៃមានវិធីសាស្ត្រអ្វីក្នុងការលួងគាត់ អីគេហ្នឹងคลิกហើយមិនខ្មែរនេះ អីគេ អត់ធុក អត់ធុក អាហ្នឹងកាពិតអាហ្នឹងធ្វើឲ្យគាត់សើចឲ្យគាត់សប្បាយវិញ អាហ្នឹងគាត់ចុងក្រោយទេ ធ្វើតែម្ដងពីរដងក្រោយពីហ្នឹងត្រូវយល់ពីបញ្ហាត្រូវសួរត្រូវសំទោត្រូវនិយាយគ្នា បាទ ហើយកុំតមកច្រើន កុំតមកច្រើន ចំណុចអីដែរ អូអត់ទៀងបងបើតនេច្រើនខឹងច្រើនដល់រវល់ផ្លេចខឹង ប្រចាំគាត់អត់ដោយសារគាត់មានរូបរាងសង្ហាដែរហើយយើងក៏រូបរាងស្រស់ដែរប្រចាំមកម៉ៃអត់ អត់ដែរសឹងតែអត់សោះហ្មងព្រោះគាត់អត់ដែរធ្វើអីឲ្យយើងប្រចាំទេចឹង បាទចុះម៉ៃដែរប្រចាំមូនីកា និយាយប្រ ប្រ ចាំ ចាំ jealous អត់ទេបងរឿងអី ប្រចាំ រឿងអីអត់មានរឿងអីអូខេចំណុចអីដែលភាគច្រើនម៉ៃធ្វើឲ្យមូនីកាទៅចិត្ត
what I like ខាង ទៅឲ្យមកខាងចំណុចអីគេ អាហ្នឹងឲ្យមកឆ្លើយវិញ ចំណុចអីគេមានអីបងពេលខ្លះយើងហត់មួម៉ៅទៅខឹងគេអត់មានហេតុផលអីដែរហ្នឹង អរមុនប្រែប្រួល ហ្នឹងហើយអរមុនប្រែប្រួល ចាអរគុណច្រើនអរគុណច្រើនអរគុណ